រីរាយថ្ងៃចុងសប្តាហ៍ថ្ងៃនេះគឺជាថ្ងៃពិសេសមួយមានបងស្រីម្នាក់គាត់មានស្វាមីនៅក្នុងប្រទេសរុស្ស៊ីគាត់បានអញ្ជើញនិស្សិតថ្មីទៅញ៉ាំអាហារនៅផ្ទះគាត់ហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតពីខាងមុខដងរបស់ខ្ញុំទៅគឺរងចាំឡានក្រុងដើម្បីជិះទៅចំណតមេត្រូហើយនឹងយើងបន្តពីមេត្រូទៅផ្ទះគាត់ឥឡូវយើងទៅមើលទាំងអស់គ្នាទីមួយគឺយើងឡើងទៅលើឡានក្រុងបន្ទាប់ពីយើងជិះលើឡានក្រុងផែជាមិនដល់5នាទីទេគឺ2-3នាទីហ្នឹងខ្ញុំនឹងកាត់ទៅឆាប់ដល់ទេគឺយើងមកដល់ចំណតមេត្រូនៅពេលដល់ចំណតមេត្រូហ្នឹងយើងត្រូវមាន app មើលមួយផែនទីឬក៏ app មេត្រូហ្នឹងសម្រាប់មើលខ្សែដែលយើងត្រូវជិះថាទៅដល់ទីតាំងណាយើងត្រូវដូរខ្សែណាអីចឹងទៅតមកនេះគឺនៅក្នុងទស្សនវិជ្ជានៅក្នុងមេត្រូហើយគឺទៅពេលហ្នឹងមានការវែងច្រើនមែនតើដោយសារតែអត់ទាន់ស្គាល់ map ច្រើនអញ្ចឹងរកខ្សែដូរអញ្ចឹងហើយជាចុងក្រោយគឺអស់ពីវែងច្រើននាទីគឺខ្ញុំកាត់មកដល់ផ្លូវចេញទីបំផុតគឺខ្ញុំរកផ្លូវចេញឃើញហើយគឺច្រកទី2ដែលខ្ញុំត្រូវចេញអញ្ចឹងហើយបន្ទាប់មកចេញមកដល់ក្រៅនឹងមេក៏រៀងពពេចបបាច់ដែរដោយសារនៅនឹងសុកវាតិចអញ្ចឹងវាដែរមានកណ្ដៅថ្ងៃច្រើននេះតបមកដល់ឯហ្នឹងគឺដល់ផ្ទះគាត់ហើយដើរមកបន្តិចដល់ផ្ទះគាត់ហើយក៏មានការញ៉ាំអីជុំគ្នាហើយគាត់ពិតជាធ្វើម្ហូបបានច្រើនមែនតើមានសាច់គោមានសាច់ដុតមានសម្លម្ជូរមានបកងមានត្រីហើយចុងក្រោយក៏មានបង្អែមដូចជាអាឡឹកអីទៀតច្រើនមែនតើហើយនឹងគឺពិតជាអរគុណគាត់មែនតើគាត់តែងតែស្វាគមន៍ចំពោះនិស្សិតថ្មីដែលមកសិក្សានៅប្រទេសរុស្ស៊ីហ្នឹងរៀងរាល់ឆ្នាំគឺគាត់អត់ដែរខាននេះហើយមានសាឡាត់មានអីចឹងហើយបន្ទាប់ពីនឹងមកទៀតខ្ញុំក៏ធ្វើដំណើរបន្តទៀតគឺតជើងអត់បានចូលផ្ទះទេថ្ងៃហ្នឹងគឺទៅលេងនៅគ្រីមម្ដងហើយនេះគឺជាការជិះរថភ្លើងហើយជិះមកស្បក់គឺមកដល់នឹងតែម្ដងហើយនៅគ្រីមហ្នឹងអត់បានចូលទៅថតដល់ក្នុងអីច្រើនទេដោយសារតែគេវាំងធ្វើ concert អីនៅមុខហ្នឹងអត់បានទៅដល់មួយក៏បានថតនៅមុខហ្នឹងហើយអាកាសធាតុនៅហ្នឹងគឺខ្យល់ខ្លាំងមែនតើបក់សក់ហើយហ្នឹងគឺមានជាការថតរូបអត់ចង់បានអីទៅតែថតទស្សនវិជ្ជានៅគ្រីមហ្នឹងជុំវិញហ្នឹងទៅអាហ្នឹងខ្ញុំក៏ថតទៅមានអារម្មណ៍ថារៀងប្លែកស្ថាបត្យកម្មគេមួយយ៉ាងដែរអញ្ចឹងទៅហើយនឹងវាជាគ្រីមមួយដែលតើឲ្យសាសនានៅគេចំនួនមុនអីអញ្ចឹងណាហើយវាជាមានសារៈទីមានអីនៅទៅប៉ុន្តែអត់បានដើរមើលច្រើនទេទៅមកផ្លែតដែរក៏ទៅថតរូបបានបន្តិចហើយនឹងប្រឌិតថតវីដេអូទុកជាអនុស្សាវរីយ៍មួយហើយនឹងដើរទៅមើលបន្តតាមផ្លូវថ្មើរជើងគេហ្នឹងមានន័យថាគេបើកឲ្យដើរតាមដងមាគៀបើធៀបទៅដូចនៅកោះពេជ្រយើងវាមានប្រឡោះឲ្យយើងដើរទៅតាមហ្នឹងទៅហើយនេះគឺមើលទៅសក់ខ្ញុំទៅដឹងហើយគ្មានថតរូបអីបានថតវីដេអូបន្តិចហើយនេះគឺដើរទៅវិញហើយដើរទៅចេញច្រកមួយទៀតឡើងចំណតមេត្រូដើម្បីជិះមកផ្ទះវិញហើយនេះក៏ឃើញមានគេជួលព្រៀបជួលអីគឺក៏ទិញព្រៀបអីប្រឡែងខ្ញុំអត់ដឹងដែរតែខ្ញុំអត់បាននេះផងក៏បានដើរថតពីការដើរតាមផ្លូវហ្នឹងទៅហើយមានគ្រប់សពដែរនៅហ្នឹងមានថាគេជួនកាលមានតូបមួយអីចឹងទៅគេមានកន្លែងរំលែងអីចឹងទៅមានអស់ហ្នឹងជាប្រពៃណីរបស់គេមិនដឹងទេណាប៉ុន្តែមើលទៅដូចប្លែកមួយយ៉ាងដែរមានច្រៀងមានរំអីចឹងទៅណាគេចង់រំចូលរំអីចឹងទៅជាមួយគេជាមួយឯងចឹងទៅហើយមានអារម្មណ៍ថាគេអត់ប្រកាន់ច្រើនទេណាហើយដល់ពេលមកទៀតគឺឃើញអីចូលហាងចិនមុនជិះមេត្រូទៅផ្ទះចូលហាងចិនចេះថតមើលទៅមានអារម្មណ៍ថាស្តៀងនៅអាហារដែលយើងធ្លាប់ញ៉ាំពីក្មេងមកនៅសាលាមានអារម្មណ៍ថានៅនឹងក៏មានលក់ដែរដូចខ្មែរយើងដូចមានលក់អញ្ចឹងដែរតែគាត់ដែរយើងចំណាំថាហាងតំណាប់ខ្លាតំណាប់អីហ៎អញ្ចឹងមើលទៅដូចគ្នាហើយក៏ថតតុក្កតាថតអីលេងនៅក្នុងហាងហ្នឹងទៅតែលទ្ធផលចុងក្រោយអត់មានទិញអីច្រើនទេចាំមើលទាំងអស់គ្នាហើយខ្ញុំទៅថតអាពងជីងចក់អីដែលយើងធ្លាប់ញ៉ាំអាពងជីងចក់ច្រើន7ពណ៌អីនេះមានរងថាវាស្តៀងនៅខ្មែរយើងធ្លាប់មាននៅលក់នៅតូបនៅខ្មែរអញ្ចឹងហើយនេះគឺជាលទ្ធផលចុងក្រោយដែលខ្ញុំទទួលបានពីហាងចិនហ្នឹងអូខេ goodbye អរគុណសម្រាប់ការទស្សនា